ដើមឡើយមានបុរសម្នាក់បានទទួលបណ្ដាំពីឪពុកប្រដៅថាកុំឲ្យយកស្រីប្តីលែងនិងស្រីសៅកែឲ្យយកតែស្រីក្រមុំព្រហ្មចារីនិងមេម៉ាយប្តីស្លាប់ធ្វើជាប្រពន្ធហើយកុំឲ្យយកក្លើនិងមនុស្សគ្រូ3តែមិនដូច្នោះទេបុរសនោះបានយកស្រីទាំង4នាក់នោះជាប្រពន្ធនិងយកមនុស្សគ្រូ3ជាក្លើដើម្បីលបងមើលថ្ងៃមួយកង្កោកមាសរបស់ស្ដេចទៅរកស៊ីក្បែរប្រទេសបុរសនោះឯបុរសនោះគិតពិសោធន៍មើលក៏ចាប់កង្កោកមាសនោះយកទៅចងលាក់ទុកក្នុងទ្រុងមួយហើយដាក់ចំណីបាយទឹកឲ្យកង្កោកនោះស៊ីរួចបុរសយកមាន់គោកមួយទៅកាប់ធ្វើម្ហូបពេលនឹងបរិភោគបុរសនោះបានយកប្រពន្ធទាំង4និងក្លើនោះទៅឲ្យបរិភោគទាំងអស់គ្នាកំពុងតែស៊ីក៏និយាយថានេះគឺជាសាច់កង្កោកមាសស្ដេចដែលអញបានលួចកាប់យកមកស៊ីដល់បាត់កង្កោកស្ដេចឲ្យប៉ាវគងសួររកកង្កោកនោះនាងស្រីប្តីលែងនិងនាងស្រីសៅកែនិយាយទៅនាងក្រមុំនិងនាងប្តីស្លាប់ថាឲ្យប្រាប់ទៅពួកអ្នកប៉ាវគងទៅថាប្តីយើងបានលួចកាប់កង្កោករបស់ស្ដេចយកសាច់ស៊ីកុំជួយបិទបាំងថ្វីឲ្យវាងាប់ទៅចោះព្រោះវាធ្វើបាបវាយជាយើងខ្លាំងណាស់ស្រីក្រមុំនិងស្រីប្តីស្លាប់អង្វរទៅវិញថាកុំធ្វើបាបប្តីរបស់ខ្លួនដូច្នោះមិនល្អទេស្រីសៅកែនិងស្រីប្តីលែងថាទោះបីនាងមិនចូលគំនិតនឹងយើងក៏គង់តែយើងប្តឹងអ្នកប៉ាវគងដែរថាហើយស្រីទាំងពីរអ្នកនោះប្តឹងអ្នកប៉ាវគងតាមដំណើរ